ចូលរួមជួយដល់ជាតិប្រទេសជាតិរបស់យើងហើយបែបសិល្បៈនឹងលើកទឹកចិត្តបងគ្រប់កន្លែងមិនថាកន្លែងរៀបចំស្បៀងមិនថានៅតាមជំរំភាសាពួកយើងនឹងធ្វើទៅតាមលទ្ធភាពអីដែលយើងអាចធ្វើទៅបានហើយឃើញថាបងពិតជាបានបន្ធូរបន្ថយភាពតានតឹងមែនបងទាំងអស់គ្នាសប្បាយអត់បងមានកម្លាំងធ្វើការទៀតអត់បែបសិល្បៈក៏មានកម្លាំងនៅក្នុងការព្យាបាលផ្លូវចិត្តបងទាំងអស់គ្នាដែរថ្ងៃនេះថាបងអូនបានទៅប្រហែលកន្លែងហើយអូនតាំងពីចាប់ដើមមកយើងទៅបានច្រើនកន្លែងបងអូចាចុះបងមានកម្រងនឹងទៅតាមជំរំតាមអូនមានត្រូវការជំនួយឬមួយក៏បានខ្ញុំជឿថាក៏គាត់ត្រូវការថវិកាក្នុងការធ្វើដំណើរហើយត្រូវការថវិកាក្នុងការទិញអីញ៉ាំតាមផ្លូវដូចគ្នាដែរហើយកន្លែងស្នាក់នៅដូចគ្នាយើងពិតជាត្រូវការប៉ុន្តែបើសិនជាយើងមានកង្វះខាតឡានយើងសូមឲ្យការដឹកស្បៀងជាមធ្យោបាយចម្បងលើកចាគាត់ថាបើសិនជាខ្វះខាតសិល្បៈអាចទៅតាមក្រោយបានប៉ុន្តែអ្នកពីមុននៅបាត់ដំបងអ្នកបាត់ដំបងនៅពេញដែរចាអូស្មានតែគេមានឈ្មោះធ្លុករបស់គេតាចាចឹងឥឡូវដូចជាអូននិយាយថាមានជាមួយនឹងអីគេវាយអីគេការសម្ដែងពិសេសហ្នឹងខ្ញុំផ្ដល់ជូនទៅដល់ក្រុមការងារទាំងមូលតែម្ដងចឹងទុកអីដារ៉ូហើយនឹងដាវីនអ្នកនិយាយណែនាំវិញចាអ្នកជំនាញខ្ញុំមិនសូវជំនាញចឹងអត់ចង់ណែនាំទេអាចារ្យតាអូវាយមិនហើយណាអូមកវាយទៀតហើយម៉ែអើយអើយ៉ាងអូនប្តីខ្ញុំអត់និយាយទៀតហើយម៉ែហើយបាននិយាយហើយអាចារ្យហើយទៅវានាំទៀតទៅណា